ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីខ្សែមួយដែលជាខ្សែហានិភ័យសម្រាប់បងប្អូនដែរណាចាអញ្ចឹងយើងមករៀនមើលទាំងអស់គ្នាណាខ្សែនេះឥឡូវយើងមើលលើខ្សែជីវិតសិនណាចាខ្សែជីវិតគាត់របស់គាត់បែបនេះចាហើយមកជួបកោះនៅត្រង់នេះណាបងប្អូនណាចាជួបកោះហើយក៏បន្តចារហូតដល់ចាកដៃរបស់គាត់កោះនៅត្រង់នេះប្រយ័ត្នប្រយែងបន្តិចណាបងប្អូនកោះនៅត្រង់នេះគឺគេហៅថាអ្នកនឹងរស់ស៊ីមានបានប៉ុណ្ណាក៏ដោយចុងក្រោយគឺអាចនឹងប្របាក់លុយកាក់ឬខាត់លុយកាក់ធំនៅក្នុងអាយុហ្នឹងណាយើងមកមើលចាលើទួលចាសៅរបស់គាត់នេះម្ដងទួលសៅជាកន្លែងដែលចាផ្ទុកនៅខ្សែវាសនាលុយកាក់ឬក៏ការរកស៊ីរបស់គាត់ណាឃើញទេមានចានិមិត្តសញ្ញាខ្វែងឬក៏និមិត្តសញ្ញាគុណណានៅត្រង់ហ្នឹងណានិមិត្តសញ្ញាខ្វែងឬក៏និមិត្តសញ្ញាគុណនេះប្រយ័ត្នប្រយែងបន្តិចណាចាបើមិនខាត់បងលុយកាក់ដោយសារការរកស៊ីទេចាក៏អាចនឹងខាត់បងលុយកាក់ឬក៏ជាប់ជំពាក់លុយណាចាដោយសារតែញាតិមិត្តក៏អាចថាបានដែរណាចាដោយគេហៅថាការមិនបានពិចារណាគ្រប់ជ្រុងជ្រោយរបស់យើងដែលធ្វើឲ្យចាមានបញ្ហាទាំងអស់ហ្នឹងព្រោះវាស្ថិតនៅលើតួសៅណាចាខ្សែដៃរបស់គាត់នេះចាដោយសារតែមានខ្សែចាអន្តរាយចាដោយសារញាតិមិត្តអញ្ចឹងទៅគាត់អាចនឹងបញ្ហាដោយសារគាត់ជួយគេណាចាជួយញាតិមិត្តរបស់គាត់ទៅធ្វើឲ្យបញ្ហាចាវ៉ាន់ក៏ពិបាកខ្លួនឯងហើយក៏មានខ្សែខ្វែងជួបគ្នាមួយទៀតហ្នឹងបានន័យថាក៏ពិបាករឿងលុយកាក់ដោយសារខាត់បងចាការរកស៊ីឬក៏ខាត់បងលុយកាក់ចាដោយសារការជឿទុកចិត្តគេនឹងឯងណាដែលធ្វើឲ្យគាត់ពិបាកណាលុយកាក់ខាត់បងចាអស់លុយចានៅក្នុងអាយុណាអាយុរបស់គាត់មើលខ្សែជីវិតខ្ញុំធ្លាប់រៀនអំពីអាយុហើយណាអស់នៅត្រង់នេះវាអាចពីអាយុ55ដល់60ហើយគាត់ពិបាកហ្នឹងណាចាឃើញទេខ្សែចំណូលគាត់នៅខាងលើវិញនេះចាំមកមើលលើខ្សែវាសនានេះក៏ដុះមកវិញបានន័យថាគាត់ពិបាកខ្លាំងនៅ55និង60គាត់ណាដែលពិបាកខ្សោះលុយកាក់នឹងតែម្ដងណាចាដោយសារអស់ខ្លួនដោយសាររឿងចិត្តល្អជួយគេណាចាប៉ុន្តែចាឃើញថាពី65ទៅដល់ចាស់តែម្ដងទៅដល់70អីតែម្ដងគឺគាត់ចាំមានចំណូលវិញណាហើយសូម្បីតែផ្ទះបុណ្យរបស់គាត់នៅត្រង់នេះណាចាផ្ទះបុណ្យរបស់គាត់នៅត្រង់នេះក៏ឃើញថាចាមានហើយពីផ្ទះបុណ្យហ្នឹងគឺមានប៉ុន្តែគឺសភាពរបស់វាគឺមិនទាន់ច្បាស់ទេគុណភាពខ្សែនៅព្រៀងរឡាយណាបើជាក់ណាផ្ទះបុណ្យគឺផ្ទះដែលយើងបានមកដោយចាគេហៅថាទិញមកដោយមិនចំណេញចាឬក៏ដោយការចែកដល់មកណាមួយដែលយើងបានដោយមិនលំបាកតែមិនមែនចំណាយលុយទេចំណាយលុយដូចគ្នាគ្រាន់តែថាមានបញ្ហាដែលជួបអីទៅចាគឺខាត់បងអីទៅវាមិនទៅបាត់ទេផ្ទះហ្នឹងគឺនៅតែជារបស់យើងចឹងណាចាគឺមិនបាត់បងតែលុះត្រាតែផ្ទះបុណ្យនោះគឺមានលក្ខណៈតាត្រង់ទ្រីរបស់វាពេញលក្ខណៈដែរណាដោយផ្ទះបុណ្យរបស់គាត់នេះគឺវានៅព្រៀងហើយអត់តន់ចិត្តត្រង់ទ្រីវានៅឡាយទេអញ្ចឹងបានន័យថាមានបានចាប៉ុន្តែប្រយ័ត្នប្រយែងនឹងខាត់បងទៅវិញណាចាចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកបង្ហាញអំពីចាការមើលនៃបាតដៃទៀតហើយណាចាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីចាទម្រង់នៃចាទួលដៃណាចាព្រោះទម្រង់នៃទួលដៃនេះគឺសំខាន់ណាស់នៅលើដំណើរជីវិតរបស់មនុស្សម្នាក់ៗណាចាទួលដៃគឺវានៅត្រង់នេះណាចាទួលដៃគឺជាសាច់នៅក្រោមម្រាមនីមួយៗនៅលើបាតដៃទួលដៃនេះណាបើពេញកំពុំស្អាតគេហៅថាទួលដៃដែលពេញលក្ខណៈដែលផតគ្មានសាច់ចាគឺហៅថាមិនពេញលក្ខណៈឬក៏ទួលដៃខូចដោយដៃរបស់គាត់នេះណាឃើញទេទួលរបស់គាត់សិតតែខូចទាំងអស់ណាចាបាននៅត្រង់នេះមួយគឺទួលប្រហោះរបស់គាត់គឺល្អណាចាក្រៅពីនឹងខូចទាំងអស់ណាចាហើយយើងមើលចាខ្សែវាសនារបស់គាត់ចាគឺដាច់ទៀតផងណាចានៅដៃខាងនេះមិនសូវឃើញច្បាស់ទេដៃមកចំហៀងទៀតរបស់គាត់ខាងឆ្វេងពួកខ្ញុំយកតែខាងស្ដាំមកណាចាគឺចាអត់ល្អដូចគ្នាខ្សែវាសនារបស់គាត់រីឯចាដែលបានល្អនោះគឺទួលប្រហោះជាមួយនឹងទួលចំណូលណាត្រង់នេះគេហៅទួលចំណូលរបស់គាត់ណាចាហើយចាមើលចាទួលច័ន្ទរបស់គាត់ក៏អត់ល្អដូចគ្នាណាចាទួលច័ន្ទរបស់គាត់ក៏ខូចដូចគ្នាចាសម្រាប់ទួលដៃដែលខូចច្រើនបែបនេះណាចាគឺអត់ល្អទេណាចាព្រោះទួលដៃចាំបើសិនជាវាពេញក្រពុំស្អាតគេហៅថាអ្នកដែលមានសម្ពាធបុណ្យចាស់ច្រើនតែទួលដៃរបស់គាត់នេះខូចច្រើនណាចាបានតែទួលផុសនិងទួលចំណូលទេមានន័យថាយ៉ាងម៉េចបើបានទៅលើទួលប្រហោះនេះពេញលក្ខណៈបែបនេះដូចគាត់អញ្ចឹងគេហៅថាមនុស្សនេះចាប្រកែតស៊ូអំណត់អត់ធន់ណាធ្វើអីមួយគឺងាយបោះបង់ទេហើយទួលចាចំណូលរបស់គាត់ចាក៏ស្អាតដូចគ្នាហើយមនុស្សប្រកែរលុយតស៊ូប៉ុន្តែការរលុយនោះតតែប្រឹងណាចាបើអត់ប្រឹងអត់បានទេអង្គុយលេងតនេដូចគេចាអត់មានលៀបចូលទេតតែប្រឹងណាចាដុតដៃដុតជើងខ្លាំងណាស់មិនបានព្រោះដោយសារអីដោយសារតែគាត់អត់មានសម្ពាធបុណ្យចាស់មកជួយឃើញទេទួលដៃរបស់គាត់សិតតែខូចទាំងអស់ណាចាបានន័យថាសម្ពាធបុណ្យចាស់របស់គាត់ហ្នឹងវាតិចចាធ្លាប់ឃើញទេអ្នកខ្លះមិនសូវជាធ្វើការច្រើនមិនសូវជារវល់ច្រើនចាមិនសូវជាប្រឹងប្រែងអីខ្លាំងណាស់ណាតែគាត់មិនដែលអត់លុយចាយទេលុយកាក់មិនងាយដាច់ទេអានឹងឲ្យគេហៅអ្នកដែលមានសម្ពាធបុណ្យចាស់ច្រើនតែគាត់នេះអត់ទេបើហ៊ានទៅតនេគឺអត់លុយទេត្រូវតែប្រឹងគ្រប់វិនាទីត្រូវតែប្រឹងនោះទៅគាត់មានលុយសម្រាប់ចាយវាអាហ្នឹងគឺអញ្ចឹងគឺខ្សោយបុណ្យចាស់តាក់ទងទៅនឹងចាគាត់ទៀនក៏បានធ្វើបុណ្យក៏បានធ្វើគ្រប់គ្រាន់ចានេះតែធ្វើជាតិនេះគាត់លំបាករឿងលុយកាក់នឹងឯងណា